អ្វីទៅជាជំងឺភេទគឺភេទនៅទីនេះខ្ញុំចង់លើកពាក់ព័ន្ធទៅនឹងជំងឺ DNA ឬក៏ជំងឺ Gen វាមិនពាក់ព័ន្ធទៅនឹងអត្តចរិតរបស់មនុស្សទេយើងគ្រប់គ្នាសុទ្ធតែដឹងថាមនុស្សធម្មតាមានក្រូម៉ូសូម23គូឬក៏ស្មើនឹង46ក្រូម៉ូសូមហើយក្រូម៉ូសូមដែលកំណត់ភេទគឺស្ថិតនៅលើគូទី23បើមនុស្សប្រុសធម្មតាមានក្រូម៉ូសូម XY បើមនុស្សស្រីមានក្រូម៉ូសូម XX ហើយចំពោះមនុស្សដែលមានជំងឺក្រូម៉ូសូមភេទនៅលើគូទី23គាត់អាចលើសរហូតទៅដល់3ក្រូម៉ូសូមឬក៏អាចខ្វះ1ក្រូម៉ូសូមហើយនេះជាឧទាហរណ៍នៃជំងឺ Klinefelter syndrome ដែលគាត់នេះជាក្មេងប្រុសក៏ប៉ុន្តែគាត់លើសក្រូម៉ូសូម X1 ធ្វើឲ្យគាត់មានរហូតដល់47ក្រូម៉ូសូមអវិបាកចំពោះក្មេងដែលកើតជំងឺនេះគឺធ្វើឲ្យគាត់នឹងមានសរីរាង្គខុសពីមនុស្សធម្មតាដូចជាអាចថាសន្តំឡើងដោយមនុស្សស្រីអាចកើតជំងឺឆ្អឹងពុកអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពផ្សេងទៀតជាពិសេសហ្នឹងគឺគាត់អត់អាចបន្តពូជបានទេហើយមូលហេតុសំខាន់ដែលធ្វើឲ្យក្មេងអាចកើតនៅជំងឺភេទឬក៏ជំងឺក្រូម៉ូសូមទៅលើភេទហ្នឹងគឺដោយសារតែការមានបម្រែបម្រួល Gen ឬក៏ mutation ឬក៏ការតម្រៀបរបស់ក្រូម៉ូសូមនៅក្នុងកំឡុងពេលដែលការចែកកោសិកាភេទនេះឬក៏ភេទឈ្មោះនឹងខុសប្រក្រតីហើយជាទូទៅកោសិកាភេទនេះត្រូវតែមាន1 N ឬក៏ស្មើនឹង23ក្រូម៉ូសូមទេក៏ប៉ុន្តែពេលដែលវាមាន mutation ឬក៏ការចែកខុសប្រក្រតីនឹងធ្វើឲ្យកោសិកាភេទនេះមានរហូតដល់24ក្រូម៉ូសូមឬក៏ N+1 ទាំងពេលដែលកោសិកាមេជីវិតញីមាន1 N+1 ឬក៏24ក្រូម៉ូសូមទៅចាប់ជាមួយនឹងកោសិកាមេជីវិតឈ្មោះដែលមាន23ក្រូម៉ូសូមនឹងធ្វើឲ្យលើសរហូតដល់47ក្រូម៉ូសូមហើយភាពខុសប្រក្រតីនេះក៏អាចកើតឡើងដោយចៃដន្យនៅក្នុងវគ្គមីតូសបន្ទាប់ពីបង្កកំណើតហើយក៏មានដែរដោយសារកត្តានិងមូលហេតុទាំងអស់នេះហើយទើបប៉ាម៉ាក់ដែលមិនមានជំងឺ Gen តែកូនកើតមកមានបញ្ហាជំងឺ Down syndrome ឬក៏ជំងឺ Trisomy ដោយសារតែជំងឺនេះមិនមានវិធីការពារក៏ប៉ុន្តែយើងអាចបង្ការបានប៉ាម៉ាក់គួរតែតាមដាននិងពិនិត្យផ្ទៃពោះទៅតាមការណាត់ជួបរបស់គ្រូពេទ្យហើយដើម្បីប្រកាសចិត្តថាកូនអ្នកទាំងអស់គ្នាមិនមានជំងឺ Trisomy អ្នកទាំងអស់គ្នាអាចធ្វើ Gen test NIPT បាន Gen test NIPT តេស្តរហ័សច្បាស់លាស់រហូតដល់ 99.99% មាននៅមន្ទីរពិសោធន៍ Zentrogen